បាទជំរាបសួរបងប្អូនយើងទាំងអស់គ្នាបាទជួបគ្នាជាថ្មីជាមួយវីដេអូមួយទៀតហើយពាក់ព័ន្ធនឹងបញ្ហាព្រំដែនជាមួយនឹងកម្ពុជាថៃខានចេញវីដេអូប្រហែលថ្ងៃបងប្អូនដោយសាររវល់បន្តិចតែដោយសារឃើញរឿងថ្មីរឿងបន្ទាន់ដែរក៏សូមជូនវីដេអូមួយទៅបងប្អូនយើងឲ្យបានជ្រាបដែរខ្ញុំគិតថាបងប្អូនយើងបានតាមដានច្រើនហើយពីរឿងពាក់ព័ន្ធនឹងបញ្ហាព្រំដែនកម្ពុជាថៃណាប៉ុន្តែរឿងថ្មីដែលទើបតែកើតឡើងគឺកាលពីព្រឹកថ្ងៃទី7មិថុនាណាព្រឹកម្សិលមិញគឺស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំនៅខេត្តស្រះកែវនោះបានជួនដំណឹងថាបានទទួលព័ត៌មានពីយោធាថៃដែលប្រចាំនៅខេត្តស្រះកែវនោះថានឹងមានការបិទច្រករបៀងហើយនឹងច្រកតំបន់នៅក្នុងខេត្តស្រះកែវជាប់ជាមួយកម្ពុជាហ្នឹងគឺចាប់ពីថ្ងៃ7មិថុនាតទៅហើយនៅច្រករបៀងច្រកតំបន់នៅក្នុងខេត្តជាប់ព្រំដែនថៃកម្ពុជាផ្សេងៗទៀតនឹងមានការបិទជាបន្តបន្ទាប់ដែរហើយរឿងមួយទៀតដែលជារឿងក្តៅដែរជាសារអំពីនាវតនមួយដែរគឺសម្ដេចហ៊ុនសែនលោកបានចេញសារកាលពីយប់ថ្ងៃទី7មិថុនាម្សិលមិញដដែលហ្នឹងគឺក្រោយពីមានភាគីថៃបិទកងទ័ពថៃបិទនៅច្រកព្រំដែនអន្តរជាតិប៉ោយប៉ែតណាសម្ដេចក៏បានចេញសារហ្នឹងគឺក្នុងន័យអំពាវនាវឲ្យប្រជាពលរដ្ឋហ្នឹងរក្សានៅភាពស្ងប់ស្ងាត់កុំមានការជ្រួលច្បល់បាទហើយការចេញសារហ្នឹងដោយសារតែមានពលរដ្ឋយើងមួយចំនួនបងប្អូនយើងមួយចំនួនហ្នឹងប្រហែលជាលោកខឹងឬក៏លោកមិនពេញចិត្តចំពោះទង្វើហ្នឹងលោកបានស្នើឲ្យប្រជាពលរដ្ឋខ្មែរហ្នឹងឈប់ប្រើប្រាស់ផលិតផលថៃអីចឹងទៅបាទដោយសារអញ្ចឹងហើយទើបសម្ដេចហ៊ុនសែនលោកចេញសារបន្ទាន់មួយទាំងយប់តែម្ដងហើយខ្ញុំសូមអានសាររបស់សម្ដេចគឺក្នុងន័យខ្លឹមសារថាសូមជូនរួមជាតិខ្មែរនឹងកំពុងរីកទំនាស់ព្រំដែននឹងឲ្យคล้ายទៅជាការបង្កកំហឹងឬក៏រីករាលដាលទៅដល់វិស័យផ្សេងទៀតរហូតដល់មានការស្អប់ខ្ពើមជាតិសាសន៍បាទហើយទន្ទឹមគ្នាសម្ដេចបានលើកបន្ថែមដែរថាករណីដែលកងទ័ពថៃបិទច្រកប៉ោយប៉ែតជាឯកតោភាគីមុនម៉ោងកំណត់ហ្នឹងគឺទុកឲ្យភាគីថៃជាអ្នកទទួលខុសត្រូវហើយក្នុងករណីដែលទំនិញនាំចូលកម្ពុជាមិនបានហ្នឹងសូមឲ្យប្រជាជនថៃដោះស្រាយជាមួយរដ្ឋាភិបាលថៃដោយខ្លួនឯងទៅពីព្រោះថាអ្នកដែលខាតបង់ហ្នឹងគឺប្រជាជនថៃនោះឯងបាទសម្ដេចបានបន្តទៀតថាសម្ដេចគ្រាន់តែចង់រំលឹកទៅដល់ប្រជាជនថៃឲ្យបានដឹងទេថាប្រសិនបើគ្មានទំនិញថៃនៅលើទីផ្សារកម្ពុជាគឺមិនមែនមកពីកម្ពុជាពហិការមិនប្រើទំនិញថៃនោះទេតែជាលទ្ធផលនៃការបិទច្រកព្រំដែនពីព្រោះថាបើបិទគឺបិទមនុស្សហើយច្បាស់ជាមានបិទទាំងទំនិញហ៎បាទសម្ដេចបានលើកតួលេខពាណិជ្ជកម្មឆ្នាំ2024គឺកម្ពុជានាំចេញទៅថៃប្រមាណតែ1កណ្ដោសញ្ញា$1000 លានទេប៉ុន្តែថៃនាំចូលមកកម្ពុជាវិញដល់15កណ្ដោសញ្ញា$2000 លានអញ្ចឹងគឺថៃនាំចូលមកកម្ពុជានឹងច្រើនជាងរហូតដល់ប្រមាណ1កណ្ដោសញ្ញាសំទោស4កណ្ដោសញ្ញា$1000 លានឯណោះបាទហើយសម្រាប់5ខែដើមឆ្នាំនេះវិញគឺកម្ពុជានាំចេញទៅថៃតែជាង$200 លានទេហើយថៃនាំចូលមកកម្ពុជានេះគឺដល់ទៅ1កណ្ដោសញ្ញា$5000 លានបាទអញ្ចឹងយើងឃើញហើយតួលេខគឺខុសគ្នាច្រើនមែនតើអញ្ចឹងបានន័យថាពេលដែលទំនិញថៃចូលមកកម្ពុជានេះគឺចូលច្រើនជាងកម្ពុជានាំចេញទៅអញ្ចឹងហើយផលចំណេញក៏ថៃចំណេញច្រើនជាងដែរសម្ដេចបានជំរាបជូនទៅដល់ប្រជាពលរដ្ឋខ្មែរដែរថាបើសិនណាជាអត់ទំនិញថៃប្រើប្រាស់ទេសូមកុំបន្ទោសរាជរដ្ឋាភិបាលកម្ពុជាពីព្រោះថាអត់ទំនិញហ្នឹងដោយសារតែថៃជាអ្នកបិទច្រកព្រំដែនទេបាទហើយសម្ដេចនៅតែអំពីនាវយ៉ាងទទូចដល់ប្រជាពលរដ្ឋខ្មែរទាំងអស់សូមកុំបកកហេតុរក្សានូវភាពថ្លៃថ្នូរភាពចាស់ទុំទន់ភ្លន់សុភាពរាបសារក៏ប៉ុន្តែក្នុងន័យមួយគឺមើងម៉ាត់មិនទន់ជ្រាយទេហើយក៏កុំធ្វើអ្វីឲ្យបរទេសប្រមាថបានបាទនេះគឺជាសាររបស់សម្ដេចហ៊ុនសែនបាទហើយមែនតើនាព្រឹកថ្ងៃទី7មិថុនាម្សិលមិញនេះសម្ដេចហ៊ុនម៉ាណែតក៏លោកបានអំពាវនាវទៅដែរព្រោះពេលទៅចូលរួមវេទិកានៅខេត្តរតនគិរីបានថ្លែងសារពីនោះមកឲ្យប្រជាពលរដ្ឋហ្នឹងគឺស្ងប់ចិត្តរក្សាភាពនឹងនៅទុករឿងនឹងឲ្យរដ្ឋាភិបាលដោះស្រាយហើយបើមានបញ្ហាផ្ទុះអាវុធណាមួយគឺទុកឲ្យកងទ័ពជាអ្នកដោះស្រាយបាទអញ្ចឹងនេះគឺជាព្រឹត្តិការណ៍ថ្មីពាក់ព័ន្ធជាមួយនឹងរឿងព្រំដែនព្រោះថាមានប្រកាសបិទច្រករបៀងច្រកតំបន់ហើយឥឡូវនេះគឺមានព័ត៌មានថាបិទ
ច្រកប៉ោយប៉ែថែមទៀតបាទអញ្ចឹងរឿងរ៉ាវរំអិតយ៉ាងណាឬក៏មានព័ត៌មានថ្មីយ៉ាងណាបន្ថែមយើងចាំតាមដានទាំងអស់គ្នាគាត់ថានេះគឺជាស្ថានភាពវិវត្តចុងក្រោយពាក់ព័ន្ធជាមួយនឹងរឿងព្រំដែនវិវាទព្រំដែនរបស់កម្ពុជាជាមួយនឹងថៃហើយខ្ញុំសូមជម្រាបជូនប្រិយមិត្តបងប្អូនយើងដែរថាសម្ដេចហ៊ុនសែនក៏ដូចជាសម្ដេចហ៊ុនម៉ាណែតបានបញ្ជាក់ហើយរឿងនេះគឺកម្ពុជាមិនផ្លាស់ប្ដូរជំហរទេប្តឹងបញ្ហានៅតំបន់ចំនួន4គឺនៅតំបន់មុំ3នៅប្រាសាទតំបន់ធំតំបន់តូចប្រាសាទតាកបីនឹងទៅតុលាការយុត្តិធម៌អន្តរជាតិ ICJ មិនមានការដកថយនោះទេបាទទោះបីជាថៃស្នើសុំចរចាយន្តការទ្វេភាគីប៉ុន្តែកម្ពុជាថារឿងហ្នឹងវាជាប់គាំងហើយដោយសារតែដកមិនរួចទេបាទអញ្ចឹងមានតែរុញទៅឲ្យអន្តរជាតិជួយឲ្យភាគីទី3គឺតុលាការអន្តរជាតិជួយតែម្ដងពោះភាគីទាំងពីរដោះស្រាយអស់លទ្ធភាពហើយគឺមិនអាចដោះស្រាយបានទៀតទេបាទអរគុណបងប្អូនយើងចឹងខ្ញុំសូមសង្ខេបវីដេអូខ្លីត្រឹមប៉ុណ្ណឹងចុះបាទឲ្យជួបគ្នាវីដេអូក្រោយជម្រាបលា